នេះលក្ខណៈថាមើលទៅរំភើបបន្តិចកំសត់បន្តិចអ្នកគ្នាដោយសារអីពេលនេះគឺសិនកំពុងតែសុំមន្ត្រារៀបការប៉ុន្តែពេលហ្នឹងគឺមន្ត្រាពិតជាមានអារម្មណ៍ថារំភើបពិតជាមិននឹកស្មានថាគាត់មានថ្ងៃហ្នឹងមិននឹកស្មានថាបរិបទល្អថាល្អហើយមិនសុំគាត់រៀបការប៉ុន្តែគាត់បែរជាមានអារម្មណ៍ថាអត់ចង់ទទួលយកអ្នកគ្នាមានអារម្មណ៍ថាគេល្អពេកល្អពេកយ៉ាងទៅគាត់ចិត្តថាគាត់បដិសេធអ្នកគ្នាគាត់ថាមិនបាច់ចាំគាត់ទៀតទេព្រោះគាត់មិនអាចទទួលយកសេចក្តីស្រឡាញ់ពីសិនមកទៅអ្នកគ្នាមានអារម្មណ៍ថាសិននៅតែបាក់ទឹកចិត្តទៅអ្នកគ្នាខ្ញុំសូមពិសាគាត់នៅតែមានអារម្មណ៍ថារងចាំមន្ត្រារហូតបើសិនជាមន្ត្រាឲ្យចាំដល់ពេលណាគាត់ចាំដែរពេលហ្នឹងគឺទឹកភ្នែកមន្ត្រាពិតជាមានអារម្មណ៍ថាហូបមិនដោយសារមានអារម្មណ៍មួយថាជាពិតជាមានហេតុអីបានជាមនុស្សម្នាក់ហ្នឹងក៏ប្រមបងគាត់ចោលគាត់ឆ្ងល់ណាមួយទៀតគឺយើងឃើញថាតើតើជាមួយនឹងពេលនេះហេងកំពុងតែមានរឿងធំមែនតើដោយសារតែក្រុមអនឡាញគឺគាត់មកទីបំណុលគេលុយឲ្យគាត់មានលុយអញ្ចឹងទៅក៏ក្រុមពួកកំពុងអនឡាញហ្នឹងបានធ្វើបាបគាត់អ្នកគ្នាហើយគាត់ឆ្ងល់ថាជាហេតុអីបានជាម្នាក់ស្រីគ្រប់គ្នាគាត់ត្រាំគ្នាយកហេងអញ្ចឹងទៅគាត់ឆ្ងល់ណាអ្នកគ្នាហើយហេងថាក៏មកប៉ះពាល់ជាមួយគាត់អញ្ចឹងទៅហើយពួកគាត់អត់ព្រមប្រជុំទៅអ្នកគ្នាគាត់ថាគាត់ពិតជាចង់សាក់រសជាតិថ្មីជាមួយនឹងហេងអញ្ចឹងទៅអ្នកគ្នាគាត់ចង់ធ្វើអីណាខ្ញុំមិនដឹងទេដល់ហើយអ្នកគ្នាបន្តមករឿងរ៉ាវទាំងអស់ហ្នឹងគាត់ក៏បានទៅពិភាក្សាជាមួយនឹងសេនារីនេះឈុតនេះពេលហ្នឹងគឺសេនារីបាននិយាយថាគាត់កំពុងតែរលួយដើម្បីជួយហេងអ្វីដែលហេងបានកសាងឡើងចឹងទៅពេលហ្នឹងគឺហេងបាននិយាយថាជាទោះបីជាយើងដោះស្រាយបានតែមួយពេលចុះពេលក្រោយទៀតធ្វើមិនបានដោះស្រាយបានទៅចឹងទៅអ្នកគ្នាកន្លែងនេះវិញគឺធ្វើឲ្យហេងមានកំណត់មួយថាគាត់មិនចង់ឲ្យមន្ត្រាមានសេចក្តីសុខទេចឹងគាត់ក៏បានទៅជួបជាមួយនឹងម្ដាយរបស់មន្ត្រាអ្នកគ្នាឈុតនេះចឹងទៅពេលហ្នឹងគឺគាត់ក៏បាននិយាយជាមួយនឹងម្ដាយរបស់មន្ត្រាច្រើនដែរហើយបន្តមកហ្នឹងក៏ផាច់ជាម៉ាក់របស់មន្ត្រាហ្នឹងបាននិយាយថាឲ្យហេងឈប់ធ្វើបំពេញអាក្រក់ទៅធ្វើតែទង្វើល្អទៅព្រោះឥឡូវហ្នឹងគឺរស់នៅរៀងខ្លួនចឹងណានឹងប្រហែលជានៅសល់តែ2ភាគទៅគឺចប់ហើយអាចនឹងភាគទី50ហ្នឹងអាចនឹងចាប់ឬក៏51ចឹងអ្នកគ្នាតើវីដេអូនេះមានប៉ុណ្្នឹងឯង